Sistay បងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងអ៊ីហៅទៅហូបបាយតែគាត់បងប្អូនគាត់ទើបតែដកដំឡូងហើយអញ្ចឹងទៅគាត់បានទៅទិញក្បាលជ្រូកមួយយកមកស្ងោរបន្ទាប់ពីស្ងោរហើយយើងយកមកអាំងអញ្ចឹងណាបងប្អូននិយាយថាអូយទំនងមែនតែនហ្មងបងប្អូនខ្ញុំហូបបានចាស់ដោយសារតែខ្ញុំឈឺបងប្អូនជួយខ្ញុំហូបបានបន្តិចទេបងប្អូនណៃស្ដាយមែនតែនហ្មងសិតតាសាច់សិតតាអីមានអណ្ដាតមានលក្ខជាតិមានអីអញ្ចឹងទៅប៉ុន្តែហូបបានបន្តិចដោយសារតែខ្ញុំអត់សូវស្រួលខ្លួនអញ្ចឹងទៅហូបបានច្រើនទេបងប្អូនណៃនោះវិញគាត់កំពុងតែអាំងឲ្យខ្ញុំហូបអីអញ្ចឹងណាបងប្អូនណៃហើយមកបន្លែវិញឡើងមកកធុនតែម្ដងឲ្យបងប្អូនហូបមួយទឹកផុកផងយើងហ៎និយាយថាជាតិនោះជាតិពូគាត់អ្នកធ្វើទឹកផុកហើយនឹងស្ងោរក្បាលជូរក៏បងប្អូនអូយឆ្ងាញ់មែនខ្ញុំនិយាយមែនហ្មងណានោះមានទាំងដាតមានទាំងកតុយជ្រូកមានទាំងត្រចៀកជ្រូកអីចឹងទៅគឺទំនងមែនតែនហ្មងឲ្យបងប្អូននិយាយមែនប៉ុន្តែដោយសារតែខ្ញុំនេះវាឈឺហូបអត់កើតបងប្អូនស្ដាយមែនតែនហ្មងហើយបើថាខ្ញុំស្រួលខ្លួនអីអូយដាក់ឲ្យណាណៃម្ដងឲ្យបងប្អូនណាយចាហើយនោះបងប្អូនទីប្រាប់ហូបអីចឹងណាគ្នាតែ4នាក់ទេបងប្អូនដាក់យកទៅនិយាយថាអូយជាតិមែនហ្មងឲ្យបងប្អូនតិចហើយក៏ពិតដែរពូគាត់ស្ងោរឆ្អិនហើយនៅគាត់ឲ្យយើងយកឆ្នាំងយកមកអាំងថែមទៀតដើម្បីឲ្យវាក្រៀមអីអញ្ចឹងណាបងប្អូនណាយហើយអូយដាក់ជាមួយទឹកប្រហុកបន្លែបន្ទាប់ទៀតអូយនិយាយថាជាតិនោះជាតិបងប្អូននិយាយមែនហ្មងហើយអ៊ីគាត់អាំងបដាលេបទឹកមាត់បដាដោយសារតែខ្ញុំហូបកញ្ញែមគាត់បងប្អូនមានអីខ្ញុំនេះបានកាមេរ៉ាថតឲ្យហើយមានចាំកាលណាយូរដាក់យកតែម្ដងទៅហើយមើលអ៊ីគាត់សាច់ផងឲ្យផងដាក់ទៅកុំតន់អាលបារម្ភពីគាត់អាំងឲ្យសិនអីអញ្ចឹងតែអត់តន់ក្រៀមទេបងប្អូនខ្ញុំហូបគាត់តែអ៊ីគាត់ហាន់តែឆ្អិនហើយពូគាត់ស្ងោរឆ្អិនហើយតែខ្ញុំគាត់តែឃើញដាតហ្នឹងទ្រាំលេងបានបាទបងប្អូនកាត់ដាតកាត់អីហូបអីអញ្ចឹងណាបងប្អូនហើយនិយាយថាអូយមកហូបជាមួយខ្ញុំទាំងអស់គ្នាថ្ងៃហ្នឹងអ៊ីគាត់ទិញក្បាលជ្រូកមួយដោយសារតែគាត់ដកដលងហើយបងប្អូនអញ្ចឹងទៅគាត់ជប់លៀងម្ដងអីអញ្ចឹងណាបងប្អូនហើយនោះខ្ញុំលើកអណ្ដាតអួតបងប្អូនអីអញ្ចឹងណានិយាយថាអណ្ដាតវិញឡើងឆ្ងាញ់តែម្ដងហើយបងប្អូននិយាយមែនគ្រាន់តែឃើញអណ្ដាតភ្លាមណាយកអណ្ដាតយកមកហាន់ហូបតែម្ដងឲ្យបងប្អូននោះលើកជាជ្រូកខ្ញុំលើកមុនហ្នឹងបងប្អូនឡើងច្របឆ្ងាញ់តែម្ដងឲ្យបងប្អូននៅពេលដែលយើងយកស្ងោរវាឲ្យឆ្អិនហើយយកមកហាន់ស្ដាងបែបហ្នឹងហើយយកមកអាំងទៀតអូយកាន់តែឆ្ងាញ់ជាតិទៀតតែម្ដងឲ្យបងប្អូនប៉ុន្តែខ្ញុំមានចាំដល់ក្រៀមឯណាគឺហេវឲ្យដាក់យកតែម្ដងបងប្អូនរៀងលើសម៉ោងដែរហ៎ម៉ោងឡើង7:10ហើយមានអីទ្រាំលេងបានហើយដាក់តែម្ដងទៅអូយបងប្អូនយកឡើងមកឆ្អែតគាត់ថាសាច់ក្រៀមខ្ញុំលេងហូបបដ ாய் ពីព្រោះអីឆ្អែតបាត់ហើយហ្នឹងចឹងទៅអ៊ីថាឆ្អែតដែរខ្ញុំថាឆ្អែតដែរដោយសារតែពេលដែលកំពុងតែថតនឹងដាក់យកអាចមើលមាត់បានអីចឹងណាបងប្អូនណាយប៉ុន្តែបើថាខ្ញុំអត់ឈឺខ្ញុំហូបច្រើនជាងហ្នឹងទៀតបងប្អូនពីព្រោះខ្ញុំជាហូបច្រើនអីដែរអីចឹងណាតែបាយបន្តិចទេតែមហូបធំអីចឹងទៅនៅពេលដែលខ្ញុំឈឺអញ្ចឹងទៅមានអីហូបបានបន្តិចប៉ុណ្ណឹងឯងឆ្អែតបាត់ហើយបងប្អូនអូយបើថាអត់ឈឺវិញខ្ញុំនិយាយមែនហ្មងគឺអូយអ៊ីអាំងអត់តន់ទេប្រហែលជាអាំងអត់តន់ខ្ញុំហូបហ្មងណាចាវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណ